ទីបំផុតខ្ញុំត្រឡប់មកវិញហើយខ្ញុំនឹកអ្នកខ្លាំងណាស់បងប្រុសហ្គោចុះអ្នកវិញគិតយ៉ាងណាបើខ្ញុំមកខុសអញ្ចឹងខ្ញុំទៅមុនហើយចាំសិនប្រាប់ខ្ញុំថាតើមានអ្វីទៅតើពេលណាហើយតើអ្នកទៅណាបុរសទាំងនោះស្លៀកពាក់ធម្មតាដែលខ្ញុំចង់នៅជាមួយដូចអ្នកកំពុងដាស់តឿនខ្ញុំរួចហើយខ្ញុំមិនចង់នៅជាមួយពួកគេពីដំបូងឡើយប៉ុន្តែនេះគឺលែងនៅបន្ទាប់មកតើអ្នកអាចប្រញាប់ខ្ញុំទេខ្ញុំនឹងប្រាប់ពួកគេថាដើមឡើយខ្ញុំចង់ទៅថ្ងៃនេះប៉ុន្តែពួកគេបានរុញខ្ញុំនឹងទៅថ្ងៃស្អែកបើចង់ញ៉ាំសាច់ជាមួយខ្ញុំឈប់និយាយមិនសមសោះខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះហើយប្រាប់គេថាគឺបងយ៉ូដែលបានធ្វើការលំបាកប្រសើរជាងគុំយកវាទៅជាមួយអ្នកតើអ្នកគួរយកវាទៅជាមួយអ្នកទេយ៉ាងណាមិញយើងទាំងអស់គ្នារស់នៅក្នុងក្រុមតែមួយក្មេងប្រុសជំរុំខ្លះមិនមែនជារឿងធំទេដរាបណាពួកគេស្ដាប់បង្គាប់ពួកគេថ្ងៃនេះយឺតពេលហើយហេតុអ្វីយើងមិនទៅហាត់សូមរងចាំរហូតដល់ការវាឆ្មក់ផឹកស៊ីចប់ខ្ញុំគ្រាន់តែចង់រំខានអ្នកដើម្បីឲ្យអ្នកត្រឡប់មកវិញដោយសុវត្ថិភាពច្បាស់ណាស់ថាជាការវិលត្រឡប់ទៅសម័យទំនើបវិញមែនទេប្រពន្ធប្រគល់លុយឲ្យខ្ញុំវិញហេក្មេងប្រុសទីបំផុតបានលើកទូរស័ព្ទខ្ញុំគិតថាអ្នកគិតថាមន់ទើបតែត្រូវបានគេសម្លាប់ខ្ញុំទើបតែទៅភ្នំច្រូតកាត់ទើបមកដល់ផ្ទះវីឡាបន្ទាប់មកខ្ញុំនឹងទៅរកអ្នកហើយអង្គុយអ្នកទាំងអស់គ្នាបានដើរលើពែងរបស់មីងហ្គេងហើយលក់វាក្នុងតម្លៃ6ដុំអតីតកាលផឹកច្រើនទៀតសំណាងល្អដែលខ្ញុំមិនបានដេកលក់រហូតដល់ស្លាប់បើមិនដូច្នោះទេវានឹងត្រូវបានពន្យាពេលខ្ញុំមិនដឹងថាតើ Feng Shengleng និង Jet Se ត្រៀមខ្លួនរួចរាល់ហើយឬនៅប្រព័ន្ធបញ្ជូនខ្ញុំត្រឡប់ទៅជាជីវិញអ្នកត្រឡប់មកវិញហើយខ្ញុំគិតថាអ្នកមិនត្រឡប់មកវិញទេតើវាអាចទៅរួចដោយរបៀបណាថ្ងៃស្អែកជាថ្ងៃធំរបស់គ្រួសារយើងអ្វីពិតជាស្រស់ស្អាតប៉ុន្តែមិនមែនអ្វីទាំងអស់នោះទេវាត្រូវបានជួសជុលទាំងអស់ខ្ញុំក៏ត្រៀមដែរទោះបីជាខ្ញុំទៅដាលីនក៏ដោយសូមអបអរសាទរ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 ថ្ងៃនេះមិនត្រឹមតែជាថ្ងៃសម្រាប់ Shengleng ប៉ុណ្ណោះទេប៉ុន្តែក៏ជាថ្ងៃសម្រាប់ខ្ញុំនិងឆានីផឹកស្រាផងដែរតាមពិតពេលមកភូមិនេះខ្ញុំតែងមានអារម្មណ៍បែបហ្នឹងខ្ញុំជាអ្នកឆ្លងកាត់ខ្ញុំដឹងថាពេលដែលខ្ញុំបានជួបជន់មីនាងបានមើលថែនិងការពារខ្ញុំតាំងពីពេលនេះទៅខ្ញុំពិតជានឹងព្យាបាលឆាន់ឆៃនិងកូនស្រីរបស់ខ្ញុំបានល្អនាពេលអនាគតទាំងអស់គ្នាសូមរីករាយមិនអីទេតោះទៅ